ចាផ្សិតព្រៃដែលបានទិញពីតំបន់អង្គរឥឡូវនេះគឺបានយកមកដល់ភ្នំពេញហើយដល់យកមិញហ្នឹងគឺថានាងខ្ញុំបានដាក់សម្ដិលនៅខាងក្រៅផ្ទះអត់បានដាក់ក្នុងទូទឹកកកទេបងប្អូនដោយសារតែនៅខាងក្រៅផ្ទះយកមិញហ្នឹងគឺថាអាកាសធាតុត្រជាក់ល្អដោយមានភ្លៀងធ្លាក់ចាមានភ្លៀងធ្លាក់ដល់ពេលអញ្ចឹងទៅនាងខ្ញុំដាក់សម្ដិលនៅក្រៅផ្ទះព្រឹកឡើងយកមកធ្វើម្ហូបឃើញថានៅតែល្អដដែលទេឥឡូវមុនពេលធ្វើម្ហូបគឺយើងចាប់ផ្ដើមយកផ្សិតទៅត្រាំទឹកឲ្យរីកសិនចាត្រាំទឹកឲ្យរីកហើយបានយើងចាប់ផ្ដើមលាងផ្សិតបើយើងដាក់ទឹកចូលភ្លាមលាងផ្សិតភ្លាមនឹងធ្វើឲ្យផ្សិតលាងទៅឆាប់បែកហើយមួយទៀតដីអត់ជ្រះល្អទេអញ្ចឹងយើងត្រាំទឹកសិនហើយបានយើងចាប់ផ្ដើមលាងផ្សិតតពីលាងផ្សិតបានស្អាតហើយចានាងខ្ញុំក៏បានដាំទឹកស៊ុបទឹកអីហើយចាគឺទិញឆ្អឹងជំនីជ្រូកចាយកមកដាក់ស្ងោររំងាស់ឲ្យចេញជាតិសិនបាននាងខ្ញុំចាប់ផ្ដើមយកផ្សិតចាចប់ហ្នឹងគឺថាបង់ចូលតែម្ដងនៅពេលដែលទឹកពុះចាគឺបន្ទាប់ពីយើងស្ងោរឆ្អឹងចេញជាតិបងប្អូនចាគឺយើងដាក់ចូលហើយចំពោះគ្រឿងក្រៅគឺនាងខ្ញុំមកដាក់ໄວច្រើនទេនាងខ្ញុំដំតែខ្ទឹមដាក់ទេបងប្អូនចាដំតែខ្ទឹមដាក់បានហើយដោយសារជាប្រភេទផ្សិតព្រៃនាងខ្ញុំមិនចង់ដាក់គ្រឿងក្រៅអ្វីច្រើនទេផ្សិតព្រៃគឺអញ្ចឹងឯណាបងប្អូនអ្នកមូលតលុញអញ្ចឹងហើយពេលដែលយើងស្លទៅគឺថាអត់បាក់បែកទេដោយសារជាប្រភេទកូនផ្សិតរៀងរឹងជាងផ្សិតដែលយើងចាយផ្សិតនៅចោបហ្នឹងបើសិនផ្សិតរៀងចាយគោអញ្ចឹងបាក់បែកអស់ណាបងប្អូនចានេះគឺជាផ្សិតព្រៃចាទិញមកបានដាក់ស្លឲ្យបងប្អូនអើយគឺថាក្លិនឈ្ងុយមកប្រហើបដើណាដោយសារនេះគឺថានាងខ្ញុំស្ងោរជាមួយនឹងឆ្អឹងជំនីជ្រូកបងប្អូនចាគឺទៅឆ្អឹងជំនីជ្រូកទៅទិញតាំងពីព្រឹកតែម្ដងចាបងប្អូនអើយជាក្លិនឈ្ងុយយើងស្ងោរផ្សិតហ្នឹងគឺយើងមិនបាច់ដាក់អ្វីច្រើនទេបងប្អូនដាក់តែអំបិលប៊ីចេងស្ករតាមការចូលចិត្តរបស់យើងហើយដំខ្ទឹមដាក់ចូលពី3កំពឹសឲ្យតែឈ្ងុយទៅបងប្អូនចាហើយយើងលាងផ្សិតឲ្យស្អាតឲ្យបានច្រើនទឹកណាហើយបន្ទាប់មកនេះគឺថាចេញមកសម្លដូចនាងខ្ញុំអញ្ចឹងហើយនាងខ្ញុំចូលចិត្តផ្សិតព្រៃហ្នឹងខ្លាំងណាស់បងប្អូនអើយដល់ពេលទៅស៊ីមរៀបលើកនេះឃើញគេលក់ក៏ដាច់ចិត្តទិញមកនេះទ្រាំបានមកដល់ភ្នំពេញចាមកដល់គឺថាយើងដាក់ក្នុងទូទឹកកកក៏បានសម្ដិលនៅក្រៅផ្ទះក៏បានដែរបងប្អូនហើយនេះគឺថាចាប់ផ្ដើមឈ្ងុយខ្លាំងមែនទែនហើយចាគឺថាទ្រាំបានញ៉ាំបងប្អូនហើយសឹងថាមួយឆ្នាំ2ឆ្នាំមិនទាន់នឹងបានញ៉ាំម្ដងផងចាបងប្អូនអំបញ្ញមិញនឹងខ្ញុំបានភ្លក់ហើយគឺថារសជាតិដែរបងប្អូនផ្អែមអូយខ្ញុំមិនដឹងថានិយាយថាម៉េចទេបងប្អូនផ្អែមដូចថាឆ្ងាញ់គឺថាមានជាតិជាងយើងដាក់សាច់ទៀតបងប្អូនគឺថាឆ្ងាញ់ជាងយើងដាក់រ៉ូឌីដាក់ខ្នុរដាក់អីអញ្ចឹងបងប្អូនគឺថាជាតិឆ្ងាញ់មែនទែនហើយសម្រាប់នាងខ្ញុំចូលចិត្តបែបរៀងសាបអញ្ចឹងនាងខ្ញុំដាក់តែអំបិលបន្តិចចាប៊ីចេងបន្តិចស្ករតែបន្តិចទៅបានហើយបងប្អូនអើយនាងខ្ញុំនិយាយមែនគឺថារសជាតិគឺថាឆ្ងាញ់ជាងយើងរំងាស់សាច់ដុំឆ្អឹងទៀតណាបងប្អូននាងខ្ញុំនិយាយមែនអត់និយាយកុហកទេសម្រាប់បងប្អូនដែលចង់សាចាជួយគ្រប់គ្រងចាបងប្អូនដែលគាត់រស់នៅតំបន់អង្គរដកផ្សិតលក់នេះអាចទិញមកស្ងោរនាងខ្ញុំធ្វើមួយទៀតបងប្អូនទិញមកច្រើនដែរគឺថាយកទៅធ្វើជាខ្នប់កប់ដាក់គ្រឿងដាក់កូនត្រីអញ្ចឹងណាតែនេះគឺថានាងខ្ញុំស្ងោរមួយមុខមុនសិនចាបងប្អូននៅគឺថាជាតិឆ្ងាញ់មែនតើដោយសារតែនាងខ្ញុំធ្លាប់ញ៉ាំផ្សិតព្រៃបែបនេះតាំងពីតូចមកទៅពេលអញ្ចឹងគឺថាឃើញឃ្លានទៅពេលយកមកស្ងោរបងប្អូនអើយនិយាយទៅរបស់ព្រៃរសជាតិអត់ប្រែប្រួលមែនណាបងប្អូនគឺថាឆ្ងាញ់ដោយការដែលយើងញ៉ាំនៅក្មេងៗអញ្ចឹងចាសម្រាប់សម្លផ្សិតនេះដែរគឺថានាងខ្ញុំអត់បងស្លឹកជីចូលទេចាបងស្លឹកជីចូលសម្លទុកអត់បានយូរណាបងប្អូនយើងចង់ញ៉ាំប៉ុណ្ណាយើងដាក់កដៅហើយចាំយើងដាក់ស្លឹកខ្ទឹមស្លឹកអីចូលបើយើងដាក់តែប៉ុណ្នេះទុកបានយូរថ្ងៃបងប្អូនអញ្ចឹងសម្លរបស់នាងខ្ញុំបានឆ្អិនហើយគឺយើងដាក់ស្លប្រហែលជា5នាទីទៅឆ្អិនហើយបងប្អូនផ្សិតព្រៃហ្នឹងវាអត់មានបញ្ហាអីទេចាហើយគឺថារសជាតិគឺថា super រសជាតិតែម្ដងបងប្អូននាងខ្ញុំនិយាយការពិតគឺថាចេញជាតិមកលក្ខណៈថាជាតិផ្សិតព្រៃគឺឆ្ងាញ់ឈ្ងុយផ្អែមនៅក្នុងនឹងតែម្ដងនាងខ្ញុំនិយាយការពិតបងប្អូនចាហើយសម្លរបស់យើងបានឆ្អិនហើយគឺនាងខ្ញុំបិទទុកហើយបងប្អូនចាគឺថាឆ្ងាញ់ខ្លាំងមែនទែនបើបានទៅសៀមរាបលើកក្រោយចាប្រកាសជាទិញទៀតហើយដោយសារតែចូលចិត្តខ្លាំងមែនទែនចាគឺយើងទៅរដូវវស្សាភ្លេចប្រាប់បងប្អូនមួយទៀតបងអ្នកលក់ផ្សិតក៏ប្រាប់ថាផ្សិតនេះមួយឆ្នាំមានតែ2ដងទេចាគឺនៅរដូវមុនចូលឆ្នាំចាមុនចូលឆ្នាំឬក៏ចូលឆ្នាំមានម្ដងហើយនឹងរដូវធ្លាក់ភ្លៀងចាធ្លាក់ភ្លៀងចូលខែវស្សាហ្នឹងគឺមានតែម្ដងទៀតហ្នឹងទេគឺអស់ហើយការដែលនាងខ្ញុំទៅសៀមរាបបងប្អូនអើយមានបងប្អូនយើងចានៅម្ដុំអង្គរដកលក់តាមផ្លូវច្រកចូលទៅអង្គរជុំវិញអង្គរប៉ុន្តែមិនមែនថាច្រើនទេបងប្អូនចាគឺថា
នេះខ្ញុំបានសាកសួរគាត់ផ្ទាល់ដែរចាគឺសតែជាអ្នកដកផ្ទាល់បងប្អូនចាហើយគាត់ថាចូលដកនៅព្រៃនៅតំបន់អង្គរនឹងឯងបងប្អូនចាហើយថ្ងៃខ្លះក៏ដកបានខ្លះក៏ដកមិនបានចាបើទៅមុនបានមុនទៅក្រោយបានក្រោយចាយើងទៅដកពេលព្រឹកទៅបានមុនគេបានសិតច្រើនចាឥឡូវម្ហូបយើងឆ្អិនហើយអរគុណច្រើនបងប្អូនតោះជើងឆ្ងាញ់ជាមួយនឹងខ្ញុំទាំងអស់គ្នា